សូមជូនអត្ថបទស្ដាប់ភាសាខ្មែរថ្នាក់ទី10រឿងពិធីសុំទឹកភ្លៀងមានសេចក្តីដំណើរថាការកន្លងទៅហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់យកកំណើតជាសត្វត្រីរស់ស្ថិតនៅក្នុងស្រះមួយនាវោសៈបុរីកាលនោះក្នុងវោសៈបុរីទាំងមូលពុំមានបង្អោរភ្លៀងចុះសោះលុះរៀងរឹសយូរទៅទឹកបឹងទឹកត្រពាំងក៏រីងហួតអស់ចំណែកស្រះដែលស្ដេចត្រីរស់រស់រើនោះក៏រីងខាស់ដែរនៅសល់តែភក់ខាប់ពេលនោះពួកត្មាតកុកនិងក្រសាទាំងឡាយនាំគ្នាចុះជិតត្រីនៅក្នុងស្រះនោះស៊ីយ៉ាងរីករាយជារៀងរាល់ថ្ងៃស្ដេចត្រីរស់ក៏បង្គាប់ពួកត្រីទាំងឡាយឲ្យមុជចូលជ្រលក់ខ្លួនក្នុងភក់យ៉ាងវេទនាណាស់ថ្ងៃមួយស្ដេចត្រីរស់ជំនុំជាមួយនឹងត្រីរងគ្រោះឯទៀតតាំងពីពួកយើងមកចាប់កំណើតជាត្រីនេះមិនដែលធ្វើអ្វីបៀតបៀនសត្វណាមួយទេមិនគួរឡើយយើងមកទទួលការលំបាកយ៉ាងនេះសោះគ្រានោះស្ដេចត្រីរស់តាំងអធិដ្ឋានបួងសួងនឹកដល់គុណព្រះរតនត្រ័យសូមតេជះគុណកែវទាំង3ជាទីពឹងរបស់សត្វលោកសូមព្រះអង្គជួយស្រោចស្រង់យើងទាំងឡាយផងពេលនោះក៏កើតហេតុអស្ចារ្យក្តៅទៅដល់អាសនៈព្រះអមរិន្ទ្រាធិរាជបានជ្រាបហេតុអស្ចារ្យដូច្នេះព្រះឥន្ទ្រាធិរាជទ្រង់ត្រាស់ប្រើទេវបុត្រមួយអង្គឲ្យបង្អោរភ្លៀងចុះមកសពទិសទីលិចទីទៀបគ្មានសល់ស្ដេចត្រីរស់ព្រមទាំងពពួកត្រីទាំងឡាយបានសេចក្តីសុខសប្បាយតាំងពីពេលនោះមកដោយមានរឿងអស្ចារ្យយ៉ាងនេះឯងទើបកាលណាមានការរៀងរឹសអ្នកស្រុកតែងនាំគ្នាធ្វើពិធីសុំទឹកភ្លៀងដោយមាននិមន្តព្រះសង្ឃសូត្រធម៌សុតោធរដោយមានធ្វើស្រះតូចមួយហើយរកត្រីរស់យកទៅដាក់ឲ្យហែលក្នុងទឹកនោះរួចធ្វើពិធីបួងសួងសុំទឹកភ្លៀងទៅដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគទី9បោះពុំដោយពុទ្ធសាសនបណ្ឌិតគ្រិស្តសករាជ2003ទំពើ89ដល់90